បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពពេលយប់ដែលពួកខ្ញុំបានត្រឡប់មកពីដើរលេងវិញហើយក៏រៀបចំធ្វើម្ហូបអាហារហើយសម្រាប់ខ្ញុំគឺខ្ញុំដាក់បាយ2ឆ្នាំងប៉ុន្តែមួយឆ្នាំងទៀតគឺខ្លោចហើយបងប្អូនខ្លះគាត់លាងបន្លែហើយបន្លែក៏មិនធម្មតាដែរគឺច្រឡំដាក់កន្លែងកកគឺសាឡាត់ទៅជារលួយបាត់នៅសារខាងក្នុងតិចហើយបងប្អូនស្រីគាត់ហាន់សាច់ហើយនឹងបងប្អូនខ្លះទៀតគាត់រៀបចំបន្លែលាងចានលាងឆ្នាំងហើយថ្ងៃនេះក៏មានកិត្តិយសខ្លាំងមែនទែនដោយសារតែមានប្អូនដែលជាសាស្លាយព្រះជាវងគឺគាត់អ្នកដុតមាន់ឲ្យញ៉ាំនឹងហើយប្អូនខ្លះទៀតក៏នេះគឺគាត់រៀបចំដុតមាន់នៅក្នុងម៉ាស៊ីនឲ្យញ៉ាំទាំងអស់គ្នាពិតជាមានកិត្តិយសមែនទែនហើយបងប្អូនខ្លះទៀតក៏សម្រាប់មើលទូរទស្សន៍ហើយអ្នកខ្លះគឺគាត់ខ្លាចខ្មោចប៉ុន្តែមើលតែរឿងខ្មោចនឹងជាចំណុចពិសេសនេះបងខ្លះគឺខ្លាចខ្មោចតែគេងមើលទៅរឿងខ្មោចហើយបន្ទាប់មកពួកគាត់ក៏រៀបចំទៅជួយអាំងសាច់នៅខាងក្រៅហើយនៅដុតទំលងអាំងហើយកុំភ្លេចទាំងអស់គ្នាមើលសកម្មភាពពួកយើងពិតជាសប្បាយមែនទែននេះគឺជាសកម្មភាពបងប្អូនរៀបចំបង្កាត់ភ្លើងជាមួយនឹងម្ចាស់ផ្ទះដើម្បីអាំងដុតម្លងហើយនិងអាំងសាច់គោដែលមានគ្នា4នាក់5នាក់ហើយខ្ញុំជាអ្នកថតវីដេអូហើយនឹងដាំបាយចំនួន2ឆ្នាំងនេះគឺជាសកម្មភាពជួយធ្វើម្ហូបគ្នាទៅវិញទៅមកទាំងអស់គ្នាហូបបាយជួបគ្នាពិតជាសប្បាយមែនទែនហើយសកម្មភាពបន្តគឺពួកយើងបានរៀបចំញ៉ាំបាយរៀបចំតុគ្នាពួកយើងគឺមានចំនួន11នាក់ហើយញ៉ាំបាយជុំគ្នាពិតជាសប្បាយមែនទែនពួកយើងពិតជាពុំសូវមានកម្រមានសកម្មភាពបែបនេះខ្លាំងណាស់ហើយយើងនិស្សិតនៅក្រៅប្រទេសជាពិសេសនៅប្រទេសហុងគ្រីនេះគឺចំនួនពួកយើងមានភាពស្និទ្ធស្នាលហើយបានណាត់គ្នាទៅដើរលេងនៅប្រទេសក្រូអាតហើយបានថតវីដេអូទុកជាប្លុកអនុស្សាវរីយ៍ហើយមានក្មេងស្រីក្មេងប្រុសប្អូនស្រីហើយនឹងមានជនជាតិចម្រុះម្នាក់ពីរនាក់គាត់ទៅចូលជាមួយពួកយើងដែរដែលជាមិត្តភក្តិរបស់ពួកយើងគឺពិតជាសប្បាយមែនទែនហើយក្នុងរដូវកាលនេះដែរគឺជារដូវកាលចូលឆ្នាំប៉ុន្តែពួកយើងនៅប្រទេសហុងគ្រីគឺអត់មានបានធ្វើពិធីចូលឆ្នាំទេប៉ុន្តែពួកយើងបានដើរលេងជុំគ្នាហើយក៏កាត់បន្ថយការនឹកផ្ទះផងដែរគឺយើងញ៉ាំបាយជុំគ្នាដោយគ្រួសារតែមួយក្នុងរដូវកាលចូលឆ្នាំនៅក្នុងប្រទេសកម្ពុជាអញ្ចឹងញ៉ាំបាយជុំគ្នានៅពេលដើរលេងហ្នឹងគឺពិតជាសប្បាយមែនទែនគឺមានសាច់គោអាំងមានមាន់ដុតហើយនឹងមានបន្លែញ៉ាំបន្លែអីតិចតួចទៀតអញ្ចឹងណាហើយកុំភ្លេចតាមដានសកម្មភាពពួកខ្ញុំទាំងអស់គ្នានៅថ្ងៃបញ្ចប់នេះហើយសូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលចូលចិត្តកុំភ្លេចជួយ like follow share page របស់ខ្ញុំផងទាំងអស់គ្នាគឺជាសកម្មភាពល្អបង្ហាញពីសាមគ្គីភាពនិងការរស់នៅក្រៅប្រទេសឆ្ងាយពីគ្រួសារពួកយើងជួបជុំគ្នាហូបអាហារជុំគ្នាក៏កាត់បន្ថយការនឹករលឹកផ្ទះផងដែរក្នុងឱកាសចូលឆ្នាំថ្មីនេះពួកយើងបានដើរលេងមុនចូលឆ្នាំហើយក៏ហូបអាហារជុំគ្នាដូចនៅប្រទេសកម្ពុជាយើងហូបជាមួយគ្រួសារអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលតាមដានកុំភ្លេចជួយ like share page របស់ខ្ញុំផងហើយក៏សូមគោរពជូនពរបងប្អូនទាំងអស់គ្នាដែលនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្រៅប្រទេសសិស្សនិស្សិតទាំងអស់ឲ្យជួបតែសេចក្តីសុខក្តីចម្រើនជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈបរិភិនៈកំបីគ្លៀងគ្លាតឡើយសូមអរគុណសូមជម្រាបលាសូមឲ្យបងប្អូនទាំងអស់គ្នាធ្វើដំណើរទៅទីជិតឆ្ងាយទៅលេងកំសាន្តទីណាកន្លែងណាបងប្អូនជួបជុំគ្រួសារជួបតែសុខសុវត្ថិភាពសូមផ្ញើក្តីរលឹកដល់បងប្អូនទាំងអស់គ្នានៅឯនេះសមុទ្រក៏ដូចជាបងវីរៈកងទ័ពដែលលះបង់ឈាមស្រស់សាច់ស្រស់ដើម្បីការពារបូរណភាពដែនដីប្រទេសកម្ពុជាយើងសូមឲ្យប្រទេសកម្ពុជាយើងមានសុខសន្តិភាពឆាប់មានសកម្មភាពសบายត្រឡប់មកវិញយើងឈ្នះទាំងអស់គ្នាពីខ្ញុំទាំងអស់គ្នាសិស្សនិស្សិតដែលរស់នៅប្រទេសហុងគ្រីសូមគោរពសូមជម្រាបលាសូមអរគុណទាំងអស់គ្នាពុកម៉ែបងប្អូនសម្ដេចទ្រង់ឯកឧត្តមលោកជំទាវព្រះថេរានុថេរៈគ្រប់ព្រះអង្គទាំងអស់គ្នារីករាយឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំងអស់គ្នាបាយបាយពេលខ្ញុំទិញទីតិចយ៉ាងហ្នឹងដូចសាំទៅបងមកយកចាប់បាយតែមិនចឹងគីទិញកណ្ដាលគីទិញកណ្ដាលជំនឿខ្យល់បក់អស់វិញហៅទៅទេហ្នឹងមិននិយាយតែយកតែ
50% nữa. Còn đây là cái bảo trên hàng rất biết được rồi. Rồi 5 đến được về cọc cọc. The chicken is so juicy. Thì nên cho quay này. Đây nó nói nhầm quỷ. Rồi các em cứ Quay đọc quay thằng đấy. Chưa nhỉ? Tôi rồi tôi khá là rồi. Rồi đam nữa. anh quay chơi này nữa. Tôi nói đến quay này. Có 7-8 rồi quay. Nó không bao giờ. Đưa này, đưa từ nó. Cái này nhân delivery của Đây là bài chuyện rồi. Phải chân vào thôi. nuôi à, từ lò. Mình nắng rất là căng. Không vì Nhưng mà với con muốn nó không có thế nữa. Nên này người nào khen rất là theo mình phải học. Còn mình sau bài này thì bật đó. Bật phương ai nhé. Chào. Bán đấy phải đăng. Bye bye.